បាទនេះគឺជាសកម្មភាពដំណើរឆ្ពោះទៅពិធីសម្ពោធដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការនៃខ្លោងទ្វារសាលាបឋមសិក្សាកកោះស្ថិតនៅក្នុងឃុំល្វែងរិស័យស្រុកជីក្រែងខេត្តសៀមរាបដែលយើងមិនអាចធ្វើដំណើរដោយរថយន្តបន្តទៅមុខទៀតទេបាទដោយសារផ្លូវបាទមានការលំបាកយ៉ាងខ្លាំងបាទអញ្ចឹងយើងមានតែមធ្យោបាយទី2គឺយើងប្រើតេឡេថងបាទនេះគឺជាម្ចាស់ជំនួយធំលោកអ៊ំខូផេងរស់នៅសហរដ្ឋអាមេរិកអមដំណើរដោយលោកពូកាន់កាល់អតីតបាទប្រធានអង្គការរួមធុរកិច្ចប្រចាំប្រទេសកម្ពុជាបាទនេះគឺជាផ្លូវដែលយើងកំពុងតែធ្វើដំណើរឆ្ពោះទៅបាទហើយការធ្វើដំណើរដោយគោយន្តនៅទីសោតយើងចំណាយពេលបាទខ្ទង់1ម៉ោង20នាទីបាទប្រវែងផ្លូវតែ5គីឡូទេដែលយើងជិះគោយន្តបន្តពីរថយន្តដែលយើងមិនអាចទៅមុខបាននេះបាទអញ្ចឹងបងប្អូនអាចទស្សនាមើលផ្លូវដែលកំទើបតែនឹងសាងសង់ប៉ុន្តែដោយការស្រឡាញ់បាទវិស័យអប់រំលោកអ៊ំខូផេងបានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជាង13លានរៀលដើម្បីកសាងខ្លោងទ្វារសាលាជូនសាលាបឋមសិក្សាកកោះហើយឆ្លៀតពេលដែលលោកអ៊ំអញ្ជើញមកលេងស្រុកខ្មែរគាត់ក៏បានចំណាយពេលវេលាកម្លាំងកាយកម្លាំងចិត្តទោះផ្លូវលំបាកយ៉ាងណាក៏លោកអ៊ំបាទដើរផងគោយន្តផងដើម្បីឆ្ពោះទៅកាន់សាលាបឋមសិក្សានិងធ្វើពិធីបាទកាត់ខ្សែបូខ្លោងទ្វារសាលាបាទបងប្អូនមើលចោះផ្លូវបាទផ្លូវនេះគឺអ៊ំផេងគាត់ថាផ្លូវឋានសួគ៌បាទផ្លូវឋានសួគ៌ដើម្បីដំណើរឆ្ពោះទៅកាន់សាលាបឋមសិក្សាកកោះបាទនេះអ្នកអមដំណើរបាទមានថាជិះគោយន្តមែនប៉ុន្តែសប្បាយបាទហើយកូនបាទគាត់អត់ដែលបានជិះគោយន្តដែរអញ្ចឹងមានថាសប្បាយខ្លាំងឥឡូវយើងបានមកដល់សាលាបឋមសិក្សាកកោះហើយបាទចំណាយពេលយូរមែនទែនដែលធ្វើឲ្យលោកគ្រូអ្នកគ្រូក៏ដូចជាគណៈធិបតីអាដាមបាទគាត់មានការរងចាំយ៉ាងយូរប៉ុន្តែមិនជាថ្មីទេដោយសារផលលំបាកនៃបាទផ្លូវចឹងទេសូមទស្សនាបាទកម្មវិធីទាំងស្រុងដូចតទៅសុខភាពតាសហតតាសកលមកទៅបាទគ្រប់សម្ពីទីយកបាទឡើងអង្គុយបាទកៅអីកិត្តិយសបាទនៅក្នុងកិច្ចកម្មវិធីនេះហើយសម្រាប់បាទលោកគ្រូអ្នកគ្រូបាទក៏នឹងសម្រួលតពីពិធីស្មារតីបញ្ចប់ក៏មានកម្មវិធីចែកនៅលិខិតថ្លែងអំណរគុណដល់សប្បុរសជនដែលបានរួមចំណែកកសាងលបងសាលាខ្លោងទ្វារសាលាក៏ដូចជាសម្ភារៈផ្សេងបម្រើឲ្យសាលាបឋមសិក្សាកកោះបន្ទាប់មកគឺចូលដល់កម្មវិធីបាទកាត់ខ្សែបូសម្ពោធដាក់ដំណើរការជាផ្លូវការក្រមធិបតីភាពឯកឧត្តមគណៈធិបតីក៏ដូចជាម្ចាស់ជំនួយធំលោកអ៊ំខូផេងដែលចំណាយពេលវេលាទាំងថវិកានិងមកចូលរួមកាត់ខ្សែបូដោយផ្ទាល់ព្រមទាំងបាទថតរូបជុំគ្នាអនុស្សាវរីយ៍មុននឹងបញ្ចប់ក្រោយបញ្ចប់កម្មវិធីបាទក្រុមការងារក៏បានវិលត្រឡប់បាទមកតាមផ្លូវណាមកតាមរបៀបណាគឺត្រឡប់ទៅវិញគឺតាមរបៀបនោះបាទអញ្ចឹងគោយន្តយើងបន្តដំណើរត្រឡប់ថយក្រោយវិញបាទផ្លូវដដែល
ពេលវេលាដដែលបាទជាង1ម៉ោងអរគុណជំរាបលា